សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូសុខភាពមួយដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលស្ថិតនៅក្នុងជីវិតជាប្តីប្រពន្ធឬក៏ជាសង្សារឬក៏ជាគូស្នេហ៍បាទតកតងទៅនឹងការរួមភេទនៅពេលមករដូវតើវាបង្កបញ្ហាខ្លះដល់ដៃគូរបស់យើងបាទហើយថ្ងៃខ្ញុំនឹងចែករំលែកនៅព័ត៌មានទាំងអស់នេះដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាតើយើងរួមភេទនៅពេលដែលមករដូវនោះវាបង្កបញ្ហាគ្រោះថ្នាក់កម្រិតណាដល់សុខភាពដៃគូរបស់យើងព័ត៌មានសុខភាពនេះខ្ញុំបានអាននៅលើ website មួយហើយខ្ញុំគិតថាវាមានប្រយោជន៍បាទដល់សុខភាពរបស់យើងបាទខ្ញុំក៏ធ្វើជាវីដេអូបាទចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបានដឹងបាទហើយខ្ញុំគិតថាខ្លះក៏បានដឹងហើយតែនៅបងប្អូនយើងមួយចំនួនតូចដែលគាត់មិនទាន់បានដឹងដូច្នេះខ្ញុំចង់ចែករំលែកព័ត៌មានទាំងអស់នេះជូនដល់បងប្អូនទាំងអស់គ្នាដែលមិនទាន់បានដឹងសម្រាប់ឯកសារយោងឯកសារពាក់ព័ន្ធដែលខ្ញុំបានអានគឺខ្ញុំបានធ្វើជាវីដេអូដាក់នៅលើអេក្រង់ទូរស័ព្ទនេះអញ្ចឹងវាជាផុសតាងមួយបញ្ជាក់ដើម្បីឲ្យបងប្អូនទាំងអស់គ្នាជឿទុកចិត្តតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងដឹងពីព័ត៌មានគ្រោះថ្នាក់ដែលពាក់ព័ន្ធទៅលើស្ត្រីចំណុចទី1គឺមេរោគអាចជ្រៀតចូលបានដោយចេញពីភាគីខាងបរិសុទ្ធឆ្លងចូលទៅខាងភាគីនារីដោយការរួមភេទនៅថ្ងៃមករដូវគឺស្បូនរបស់ភាគីខាងនារីគាត់កំពុងតែបើកធំស្រាប់អញ្ចឹងគ្មានអ្វីរារាំងពីការជ្រាបចូលរបស់មេរោគបានឡើយនៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ពុះកញ្ជ្រោលរដូវរបស់អ្នកក៏បានចេញមកយ៉ាងច្រើនផងដែរធ្វើឲ្យរដូវរបស់អ្នកពន្យាពេលកាន់តែវែងជាងមុនហើយឈាមរដូវក៏ច្រើនដែរមិនមែនតែភាគីខាងនារីទេដែលមានផលប៉ះពាល់ពីការរួមភេទក្នុងថ្ងៃមករដូវភាគីខាងបុរសក៏មានគ្រោះថ្នាក់ដូចគ្នាដែរព្រោះថាភាគីខាងបុរសក៏មានឱកាសនឹងឆ្លងជំងឺផ្សេងពីខាងនារីការឆ្លងពីដៃគូម្ខាងទៅដៃគូម្ខាងឆ្លងទៅវិញទៅមកជាញឹកញាប់អាចប្រឈមមុខនឹងការដែលយើងគ្មានកូនបាទជាពិសេសទាក់ទងនឹងជំងឺកាមរោគកើតញឹកញាប់កើតទៅកើតមកពីដៃគូម្ខាងទៅដៃគូម្ខាងអាចប្រឈមមុខក្រោយគឺមានជំងឺបាទមហារីកស្បូនបាទទាំងនេះគឺជាចំណេះដឹងមួយដែលខ្ញុំបាទចង់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដែលជានារីឬក៏បុរសបាទឲ្យចេះការពារខ្លួនពីការឆ្លងជំងឺផ្សេងអាចជាជំងឺសាហាវបាទក៏អាចថាបានដែរអញ្ចឹងបងប្អូនគួរតែប្រយ័ត្នការរួមភេទនៅថ្ងៃមករដូវវាប្រឈមមុខនឹងការឆ្លងរោគខ្ពស់ដូច្នេះសូមបងប្អូនគិតគូរឡើងវិញបាទពីបញ្ហានេះក៏ជាសារមួយចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទឲ្យបានដឹងបាទសម្រាប់បងប្អូនដែលដឹងហើយក៏មិនអីដែរតែសម្រាប់បងប្អូនដែលមិនដឹងបាទសូមប្រយ័ត្នហើយបើសិនជាមានអាការៈជំងឺដូចជាជំងឺកាមរោគបាទដូចជាជំងឺថ្លើម BC បាទសូមបងប្អូនទៅជួបគ្រូពេទ្យសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូន